ការប្រកួតក្នុងធញ្ញូសអាយ៉ាសំអានឃើញកន្លែងឈឺហើយប្រយ័ត្នតិចផងសំអានណាបាទអាចស៊ូបសក៏អាចទៅបានកន្លែងនេះដួលម៉ាសាទៀតដួលម៉ាសាទៀតគួរញ៉ាំរ៉ារាប់ទៀត Hello មីងក្លាវ៉ា Mr. IMME27 YouTube channel យ៉ាងនេះ video ပြန်嚟ကြိုဆိုလိုက်ပါတယ် Extreme កាមេរ៉ាគុនខ្មែរកងចេញម្រាមគូទី2ដែលជួបមិត្តភាពអន្តរជាតិរវាងកម្ពុជាមីយ៉ាន់ម៉ាទឹកទី1 round 1បាទលោកស្រីនាងកញ្ញាគ្រប់ជួយតាមដានទស្សនាការប្រកួតគូពិសេសអន្តរជាតិគូទី2សំអានគាត់ធ្លាប់ឡើងសង្វៀន Extreme យើងម្ដងហើយកាលនោះគាត់ផ្ដួលលីនជីនៅក្នុងទឹកទី1ហើយថ្ងៃនេះគាត់មកសាកក្តាប់ដៃជាមួយនឹងកីឡាកររបស់មីយ៉ាន់ម៉ាស៊ូម៉ូហ្សបាទកង់ចេញរៀមមកបងប្អូនអាយយមកជើងកន្លែងនេះណាសំអានថាឡើងមកហងមាននេះគឺមកដឹងអ្វីហើយអូខេអត់អីទេណាចូលក្តាប់ដៃគូនេះបងប្អូនយើងថាអត់បាន3ទឹកទេបាទយើងจะមើលថាតើបាន3ទឹកអត់ហើយភាគច្រើនគូកង់ចេញរៀមនេះបើតាម3ទឹកពេញនោះគឺភាគច្រើននោះគឺខ្លាចជាគូជួតចិត្តហងសំអានគុណតារបស់លោកគ្រូហងម៉ាខេមដើរចូលមកដៃរបស់សំអានអ្នកតកែវឯណាគាត់នៅគ្រីវងខេត្តតាកែវដើរចូលស៊ូមូហ្សថយក្រោយទីសិនមកជើងកាច់ឆ្វេរបស់សំអានមកជើងតងវិញលោកក្តាប់ដៃទៅវិញមកចូលក្តាប់ដៃកន្លែងរបស់សំអានចេញកន្លែងនេះមួយសំអានកាច់ឆ្វេមួយដើរចូលមកដៃខាងស្ដាំរបស់សំអានដើរចូលទៀតហើយសំអានណាសំអានគូដែលបញ្ចប់គូប្រកួតលឿនបំផុត1លានរៀលដើរចូលកន្លែងនេះចេញចូលល្អមែនទែនស៊ូមូហ្សនេះគឺគេឈ្នះច្រើនហើយតែជាបេសកការប្រកួតចុងក្រោយរបស់គេបំបាក់កីឡាករធនជាស្នាបាទអាយយកន្លែងនេះលោកគួរអញ្ញាការ៉ារាប់ហើយ4 5 8 ងើក្បាលអត់អីបន្តការប្រកួតទៀតក្នុងធញ្ញូសអាយ៉ាសំអានឃើញកន្លែងឈឺហើយប្រយ័ត្នតិចផងសំអានណាបាទអាចស៊ូបសក៏អាចទៅបានកន្លែងនេះដួលម៉ាសាទៀតគួរញ៉ាំរ៉ារាប់ទៀតណា2 3 4 ឥឡូវកន្លែងនេះគឺលោកគួរញ៉ាំរ៉ាបញ្ឈប់ការប្រកួតបាត់ទៅហើយអញ្ចឹងគូនេះដូចអ្វីដែលបងប្អូនយើងបានទូទាយថាมันអាចបញ្ចប់ទឹកទី3ទេអបអសាទរហងសំអានយើងណូតទុកសិនដល់ហងសំអានអាចខ្លាចគូជក់ចិត្តឬអត់លោករ៉ាស៊ីគូបញ្ចប់គូប្រកួតលឿនបំផុតគាត់នេះក្បាច់លយណាហើយគាត់ក៏សុំការអធិស្ឋានអភ័យទោសជួនទៅកាន់គូប្រកួតមកពីប្រទេសភូមាគាត់មានបញ្ហាចង្កូតឥឡូវនេះសូមបញ្ជាក់ផងដែរថាធនបាទកីឡាករហងសំណាងរបស់យើងបាទហងសំអានរបស់យើងគាត់ផ្ដួលគូប្រកួតនៅក្នុងថេរវេលានៅក្នុងទឹកទី1រយៈពេល1នាទី57វិនាទីរបស់សតើមួយបាទអញ្ចឹងហងសំអានគឺរងចាំការប្រកួត4គូទៀតណាបាទប្រសិនបើមិនមានអ្នកណាដែលបញ្ចប់គូប្រកួតឲ្យលឿនដល់ហងសំអាននឹងទទួលបានទឹកប្រាក់1លានរៀលពី Extreme Cambodia គុនខ្មែរអរគុណច្រើនជាទស្សនារបស់ Slow Motion បាទឥឡូវយើងទៅចាប់អារម្មណ៍រូបភាពយឺនណែជើងរបស់ហងសំអានមកជើងឲ្យឆ្វេងបាទថាដៃនឹងវាដៃទៅហើយតែជើងនេះក៏ធ្ងន់ជាងដៃទៅទៀតហងសំអានក៏សូមបញ្ញាចិត្តនឹកទៅដល់អ្នកគ្រីវងតកែផងដែរស្រុកកំណើតរបស់ហងសំអានជាយាមទាត់ជើងក្រោមធ្វើឲ្យកីឡាករស៊ូម៉ូហ្សរបស់មីយ៉ាន់ម៉ាគឺគាត់ដួលហើយក៏លោកគ្រូហងសវ៉ាតក៏រាប់លើកទី1រាប់8លើកទី2គាត់គិតថាកីឡាករមិនអាចក្រោកឡើងបានទេហើយជាក់ស្ដែងគឺស៊ូម៉ូហ្សហ្នឹងគាត់មិនអាចក្រោកឡើងទេឥឡូវនេះគឺហ្វ្រង់កាកំពុងតែយកមកលើសង្វៀនដើម្បីសែងកីឡាកររបស់មីយ៉ាន់ម៉ាទៅជួយសង្គ្រោះបឋមបាទមើលទៅញ័រឥឡូវនេះយើងលើកកីឡាករមកពីប្រទេសមីយ៉ាន់ម៉ាបាទនៅលើត្រង់ការបាទយើងលើកទៅដើម្បីជួយសង្គ្រោះបឋមបាទពីសំណាក់លោកគ្រូពេទ្យអ្នកគ្រូពេទ្យអរគុណច្រើនគណៈធិបតីជាទីគោរពអស់លោកស្រីអ្នកកញ្ញាជាទីមេត្រីឥឡូវនេះសូមអបអរសាទរជ័យជំនះកីឡាករហងសំអាន
បាទសូមជម្រាបអបអរសាទរកីឡាករ ဆိုတော့အားလုံးရဲ့အမြင်တွေကို comment မှာဝင်အောင်ဆွေးနွေးပေးသွားလို့ရပါတယ် MMA နဲ့ပတ်သက်တဲ့သတင်းအကြောင်းအရာတွေကိုအချိန်နဲ့တပြေးညီတင်ဆက်ပေးနေရမို့လို့ကျွန်တော်ရဲ့ YouTube channel လေးကိုလည်း like and subscribe လုပ်တော့ပေးဖို့အားလုံးကိုတောင်းဆိုလိုက်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်